សួស្តីអ្នកនរគ្នាថ្ងៃនេះខ្ញុំមកធ្វើវីដេអូបន្តដោយវីដេអូនេះនិយាយអំពីការកំណត់ dequota នៅលើ Windows Server 2022 ដែលចំណុចទី1នោះយើងត្រូវការ install file server resource management ទី2ធ្វើការកំណត់ size ទៅលើ directory ទី3កំណត់ size ឲ្យ user ហើយនិងទី4កំណត់ការ access ឬក៏ការបើកឲ្យគាត់បិទទៅលើការ send ដូចជារូបភាពវីដេអូ sound ឬក៏ emoji ឬក៏អីផ្សេងទៀតអញ្ចឹងចូលមកដល់ចំណុចបន្ទាប់យើងចូលមកកាន់ VMware ចូលមកកាន់ Server Manager អញ្ចឹងមុននឹងចាប់ផ្ដើមធ្វើវាបានយើងត្រូវការបង្កើតនៅ folder សម្រាប់ផ្ទុកនៅ data និង user data អញ្ចឹងបន្ទាប់ពីយើងបង្កើត folder ឲ្យអស់យើងចូលមកកាន់ server manager វិញមកហើយកន្លែងហ្នឹងយើងចូលមកកាន់ arrow and feature យកពាក្យ next ទៀតកន្លែងនេះបន្តមកទៀតចុចកន្លែងនេះយកពាក្យ file server resource manager បន្តមកយក add feature យក next បន្តមក install វាមកកន្លែងហ្នឹងរងចាំតិចហើយចឹងកន្លែងហ្នឹងយើង install បានហើយយើងចូលមកកាន់កន្លែង server manager យើងវិញមកហើយយកពាក្យ tool ហើយយកពាក្យ file server resource manager ចូលមកដល់កន្លែងនេះយើងឃើញពាក្យថា quota management ហើយអានេះសិតតាជាតម្លៃ default ឬក៏អ្វីដែលគេកំណត់ឲ្យមកស្រាប់ហើយតែយើងអត់យកហ្នឹងទេយើងមកធ្វើការកំណត់ខ្លួនឯងវិញតាំងដូចទៅនឹងអ្វីដែលយើងបានកំណត់តាំងពីយើងនិយាយនៅក្នុងដើមវីដេអូចឹងយើងចុចពាក្យលើ quota នេះមកស្ដាំ create quota ហើយកន្លែងនេះយើងកំណត់ path folder ដែលយើងបានបង្កើតមុនហ្នឹងបន្ទាប់មកកន្លែងនេះយើងធ្វើការកំណត់ size វាអញ្ចឹងយើងយក100 MB limit មកហើយចុចពាក្យ create ចឹងអ្វីដែលយើងបានបង្កើតនេះសម្រាប់ directory ចឹងយើងធ្វើការបង្កើតមួយទៀតមកសម្រាប់ user data ហើយកន្លែងនេះយើងកំណត់ size យក100 MB limit ដែរ
ចុចពាក្យ create មកអញ្ចឹងយើងបានហើយអស់ហើយអញ្ចឹងយើងនៅសល់ចំណុចមួយទៀតគឺការកំណត់ការ access របស់គាត់ដែលកំណត់ឲ្យគាត់អត់អាច send ជារូបភាពឬក៏វីដេអូផ្សេងអញ្ចឹងយើងចូលមកកាន់ file screening management មកហើយចូលមកកាន់ file group អញ្ចឹងកន្លែងហ្នឹងយើងធ្វើការបង្កើត file group មួយមក ហើយកន្លែងនេះយើងធ្វើការកំណត់នៅអ្វីដែលយើងអត់ចង់ឲ្យគាត់ប្រើប្រាស់បាន.exe .png .mp3 .mp4 jpg ចឹងយើងធ្វើការ add ចូលហើយយកពាក្យថា OK មកបន្ទាប់ពីយើងបង្កើត file group បានហើយយើងចូលមក file screen នេះមកយើងធ្វើការបង្កើត file screen មួយហើយនេះយើងកំណត់ទៅកាន់ folder ណាដែលយើងចង់បិទអត់អាចឲ្យគាត់ប្រើប្រាស់នៅ tab រូបភាពក៏ដូចជាវីដេអូបានហើយយើងធ្វើការ custom មកយកឈ្មោះ block file ដែលយើងបិទអត់អាចឲ្យគាត់ប្រើប្រាស់បានដែលយើងបានបង្កើតមុនហ្នឹងមកហើយចុចពាក្យ OK ចឹងខ្ញុំដាក់ឈ្មោះដូចមុនហ្នឹងហើយបន្ទាប់មកយកពាក្យ OK មកអញ្ចឹងសម្រាប់វីដេអូថ្ងៃហ្នឹងយើងមានតែប៉ុណ្្នឹងទេអរគុណអ្នកនរគ្នាដែលបានចូលមើល